តាមបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកខ្ញុំមកចែកពីវិធីនៃការឆុងតែបេតុងអញ្ចឹងយើងវល់តែបេតុងដែលយើងលាយហើយហ្នឹងគឺចំនួន6ស្លាបព្រាពី6ស្លាបព្រាហើយយើងលួចអំបិលមកចាប់ដើម្បីបង្កើនរសជាតិតែរបស់យើងឲ្យមានកាន់ឲ្យកាន់តែឈ្ងុយអញ្ចឹងណាតែរបស់យើងគឺចំនួន6ស្លាបព្រាហើយយើងលួចអំបិលមកចាប់អញ្ចឹងយើងឆុងយកទឹក 1200 ml តើបងប្អូនបន្ទាប់ពីយើងដាំទឹកឲ្យពុះហើយយើងយកទឹកពុះទឹកក្តៅហ្នឹងមកចាក់ពីលើតែកាក់តែដែលយើងបានវល់6ស្លាបព្រាមិញហ្នឹងគឺយើងយកបរិមាណទឹក 1200 ml អូនគាត់ថាពេលដែលចាក់ទឹកក្តៅទៅចូលទៅបងប្អូនអើយជះក្លិនឈ្ងុយតែបេតុងមកហ្មងយើងយកបរិមាណទឹក 1200 ml បងប្អូនឈ្ងុយតែខ្លាំងមែនតើហើយតែបើយើងបងប្អូននេះពេលទៅឆុងទៅចេញគ្រីមដូចខ្ទិះដូចកាហ្វេអញ្ចឹងណាឃើញអត់ញ៉េនឹងឈ្ងុយហ្មងឃើញអត់ចេញគ្រីមម៉ារបស់តែគ្រីមខ្ទិះដូចកាហ្វេអញ្ចឹងហើយនេះបងប្អូននេះទឹកតែបេតុងដែលយើងឆុងហើយណាគឺយើងឆុងហើយយើងអាចទឹកតែហ្នឹងគឺយើងអាចយកទៅធ្វើទីតែក្រូចឆ្មាឬក៏តែទឹកដោះគោបានហើយគឺឈ្ងុយខ្លាំងមែនតើហើយពណ៌វិញគឺថាខាប់ខ្ទិះតែម្ដងឈ្ងុយតែបេតុង